បាទសូមគោរពជំរាបសួរបងប្អូនអរគ្នាជាទីគោរពស្រឡាញ់បាទឥឡូវនេះថ្មីទៀតហើយសម្រាប់ប្រទេសចៅសៀមបាទប្រហែលថ្ងៃមុនដូចជានៅប្រទេសឥណ្ឌូនេស៊ីបាទបានចាប់កញ្ឆាស្ងួតបាទបានជាង3តោនបាទច្រើនមែនទែនចំនួននេះច្រើនមែនទែនបាទកញ្ឆាស្ងួត3តោនជាងនេះគឺច្រើនមែនទែនបាទអានេះមិនដឹងថាវាជូនប្រមាណពាន់ជើងហើយទេបាទបានចាប់បានមួយជើងនេះបាទអញ្ចឹងហើយបានជាពួកវាមានលុយច្រើនណាស់សម្រាប់ទិញអាវុធផ្សេងដើម្បីមកបំពេញកម្ពុជាបាទប្រហែលជាវាលក់ពួកអស់ហ្នឹងបាទហើយនឹង scam online ខុសច្បាប់ជាច្រើនបាទអញ្ចឹងហើយបានពួកវាមានលុយច្រើនដើម្បីទិញអាវុធនេះអាវុធនោះដើម្បីមកបំពេញអ្នកដទៃហ្នឹងបាទហើយឥឡូវនេះបាទចាប់បានគ្រឿងញៀនទៀតហើយបាទជាង5លានគ្រាប់ត្រូវបានចាប់ទៀតហើយជាបន្តបន្ទាប់បាទនិយាយទៅប្រទេសចៅសៀមនេះគឺជាសម្បុកឧក្រិដ្ឋកម្មធំជាច្រើនបាទដូចជា scam online ខុសច្បាប់បាទគ្រឿងញៀនផ្សេងបាទហើយក៏ជាប្រទេសដែលចូលចិត្តតែដើរបំពេញអ្នកដទៃលួចរបស់អ្នកដទៃចង់បានតែរបស់អ្នកដទៃតាំងពីជីដូនជីតាវាមករហូតដល់ឥឡូវនេះបាទបងប្អូនកុំឆ្ងល់ថាហេតុអីបានជាពួកវាមានលុយទិញនេះទិញនោះដើម្បីមកបំពេញកម្ពុជាបាទដោយសារតែវាបានលុយពីscam online ខុសច្បាប់ហ្នឹងបាទហើយនឹងគ្រឿងញៀនជាច្រើនដែលវានាំចេញជារៀងរាល់ថ្ងៃមិនដឹងថាវានាំចេញប្រមាណលានជាងហើយទេបាទឥឡូវនេះទើបតែមានការជ្រួលច្បល់ផ្សេងទៅបានគេរឹតមកតឹងតាក់ទងជាមួយនឹងជនជាតិថៃផ្សេងចេញចូលនៅប្រទេសគេហើយគេឆែកឆេរអញ្ចឹងទៅបាទអញ្ចឹងក៏បានរកឃើញជាច្រើនបាទប្រហែលថ្ងៃមុនដូចជាអ្នកធ្វើការនៅយន្តហោះស្រីផងបាទដាក់នៅខោអាវដាក់នៅអីអញ្ចឹងទៅបាទមានគ្រប់រូបភាពបាទមានគ្រប់រូបភាពនៃការនាំចេញទៅកាន់ប្រទេសផ្សេងបាទនាំចេញគ្រប់ទម្រង់ហ្មងបងបាទប្រសើរប្រទេសចៅសៀមនេះមែនទេបាទវាយ៉ាងម៉េចជារឿងប្រទេសវាទៅបាទកុំខ្វល់ព្រោះប្រទេសនេះគឺគេដឹងហើយថាជាប្រទេសពោពេញទៅដោយឧក្រិដ្ឋកម្មផ្សេងហើយក៏ជាប្រទេសចៅប៉ុន្តែពួកយើងទាំងអស់គ្នាត្រូវតែបន្តពហិការតំណែងចៅសៀមបន្តទៀតបាទដើម្បីផ្ដួលរំលំសេដ្ឋកិច្ចរបស់វាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណច្រើនឥឡូវនេះថ្មីទៀតហើយសម្រាប់ប្រទេសចៅសៀមបាទប្រហែលថ្ងៃមុនដូចជានៅប្រទេសឥណ្ឌូនេស៊ីបាទឥណ្ឌូនេស៊ីបានចាប់កញ្ឆាស្ងួតបានជាង3តោនបាទម្លងតែប្រហែលថ្ងៃបាទអាល្លឺម៉ង់ហើយនឹងប៉ូឡូសហការគ្នាបាទបានចាប់កញ្ឆាស្ងួតបានជាង1តោនទៀតបងប្អូនវ៉ាវដើរចែកចាយគ្រប់ប្រទេសមកបាទប្រទេសអាចៅសៀមនេះមានទីផ្សារច្រើនគ្រាន់បើជាមួយនឹងគ្រឿងញៀននេះពិតជាសាហាវមែនទែនទីផ្សារវាគ្រប់ប្រទេសហ្មងបងប្អូនបាទហើយរបៀបនៃការដឹកជញ្ជូនគ្រឿងញៀនគេមានគ្រប់យ៉ាងបងបាទឲ្យតែបានដឹកចេញទៅតាមបណ្ដាប្រទេសផ្សេងទៅឲ្យម៉ូយគេណាបងប្អូនបាទល្បីហើយឥឡូវនេះដល់ថ្នាក់ផ្សេងនេះគេរឹតបន្តឹងខ្លាំងមែនទែនចំពោះជនជាតិថៃឲ្យតែជន់លើទឹកដីរបស់គេគឺគេឆែកហើយបាទឆែករកគ្រឿងញៀនបងប្អូនបាទព្រោះអីប្រទេសនេះទុកចិត្តឲ្យបានទេដោយដែលបងប្អូនបានឃើញព័ត៌មានជាហោហែគ្រឿងញៀនជាច្រើនបាទបានចាប់ជាហោហែរយៈពេលតែមិនដល់មួយខែនេះផងបាទចាប់បានជាហោហែបាទសាហាវមែនទែនទីផ្សារវាពេញពិភពលោកបងប្អូនអានេះគេទើបតែចាប់បានទេតាមិនតន់ចាប់បាននឹងមិនដឹងថាចេញប្រមាណពាន់ជើងប្រមាណលានជើងហើយអញ្ចឹងហើយបានវាសម្បូរលុយទិញអាវុធនេះទិញអាវុធនោះដើម្បីមកបំពេញអ្នកដទៃបាទសមសរសើរប្រទេសនេះគឺពោពេញទៅដោយអក្រិតកម្មផ្សេងហើយបាទគ្រឿងញៀនបាទសម្បូរទីផ្សារគ្រឿងញៀនទៀតបងប្អូនបាទទៅតិចទៀតល្បីដោយបំណងហើយអាចៅសៀមតិចទៀតរលាយពួកឯងបាទសូមអរគុណ